ផឹកមិញមានខ្យងហើយរដូវនេះជារដូវធ្លាក់ភ្លៀងអញ្ចឹងបើសិនជាអត់ស្លក្តាមដូចអត់សមអញ្ចឹងក៏ស្លក្តាមទៅស្លគោក្តាមទៅហើយគ្រឿងផ្សំយើងមានត្រីមានខ្យងមានប្រហុកបន្លែមានតែល្ហុងទេហើយយើងមានម្អមដែរហើយគ្រឿងផ្សំដែលយើងមិនអាចភ្លេចបានគឺក្តាមអញ្ចឹងយើងយកក្តាមទៅត្រាំទឹកកកសិនទៅឲ្យវាស្រឡប់នៅពេលដែលវាស្រឡប់ហើយយើងងាយស្រួលនៅក្នុងការបកវាហើយយើងបកវាស្អាតមកបកស្ទះបកអីឲ្យអស់មកបន្តមកទៀតបានយើងយកក្តាមហ្នឹងយកទៅបុកបន្តទៀតហើយនៅពេលដែលបុកហើយយើងដាក់វានៅក្នុងចានសិនហើយបានយើងច្របាច់យកទឹកវាទេហើយអាកាសផុនវាហ្នឹងបោះចោលអញ្ចឹងនៅក្នុងឆ្នាំងហ្នឹងខ្ញុំដាក់ទឹកតាន់តិចទេតមកទៀតទឹកពុះយើងជុំប្រហុកទៅហើយបានយើងដាក់ត្រីដាក់ខ្យងដាក់អីយើងចូលទៅក្នុងនឹងនៅពេលដែលវាពុះមកស្ទុះហើយបានយើងដាក់អំបិលតិចហើយនឹងប៊ីចេងតិចដែរហើយបានខ្ញុំដាក់បន្លែក្រួយយើងដាក់បន្លែចូលទៅក្នុងនឹងទាំងអស់ទៅហើយបានខ្ញុំដាក់ទឹកអំបិលទុំតិចស្លហ្នឹងគឺយើងអត់ឲ្យជូរខ្លាំងទេតមកទៀតយើងដាក់ទឹកក្តាមដែលយើងបានបុករួចហ្នឹងតែកុំឲ្យដល់កាកវាហើយយើងទុកវាមកស្ទុះឲ្យវាពុះតមកទៀតចុងក្រោយយើងដាក់ម្អមចូលហើយស្លប៉ុនយើងមានតែប៉ុណ្ណេះអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណបាយបាយជំរាបលា